ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើការ៉េមចេកសម្រាប់បងប្អូនដែលគាត់មានចេកសែនឬក៏ចេកទុំច្រើនអញ្ចឹងអាចច្នៃមកធ្វើជាការ៉េមសម្រាប់ឲ្យគ្រួសារឬក៏កូនញ៉ាំបានហើយសម្រាប់របៀបធ្វើគឺបងប្អូនគ្រាន់តែបកចេកទុំនឹងឲ្យស្អាតទៅហើយបន្តមកទៀតយកមកប៉ុនវាឲ្យម៉ត់អញ្ចឹងណាបងប្អូនឬក៏ដំអីក៏បានដែរធ្វើម៉េចឲ្យលបាយហ្នឹងវារៀងម៉ត់ណាហើយគ្រឿងផ្សំរបស់យើងផ្សេងទៀតមានដូចជាសណ្តែកដីអខ្នុរក៏ដូចជាដូងសាច់ដូងខ្ចីហើយនិងខ្ទិះដូងសម្រាប់ខ្ទិះដូងបងប្អូនយកមកកូរកម្ដៅចេះក៏បានឬក៏ដាក់ខ្ទិះដូងស្រស់ក៏បានដែរហើយកុំភ្លេចបន្ថែមជាមួយនឹងអំបិលបន្តិចចឹងណាបងប្អូនហើយបន្តមកទៀតនាងខ្ញុំយកគ្រឿងផ្សំផ្សេងដូចជាសណ្តែកដីខ្នុរហើយនិងសាច់ដូងហ្នឹងគឺយកមកលាយជាមួយនឹងចេកដែលយើងបានប៉ុនហើយចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងចូលគ្នាអស់ហើយយើងមកច្របល់វាឲ្យសព្វចូលគ្នាអញ្ចឹងបន្ទាប់ពីច្របល់ហើយនាងខ្ញុំដាក់ជាមួយនឹងទឹកដោះគោខាប់អញ្ចឹងណាទៅតាមបរិមាណនៃចេកនៃគ្រឿងផ្សំរបស់យើងអញ្ចឹងណាបងប្អូនយើងគិតថាព្រោះចេកនឹងផ្អែមដែរហើយយើងដាក់ឲ្យបរិមាណល្មមទៅបើយើងអត់ចូលចិត្តផ្អែមខ្លាំងអញ្ចឹងណាបងប្អូនអញ្ចឹងយើងច្របល់វាចូលហើយបន្តមកទៀតយើងចាក់ខ្ទិះដូងដែលយើងបានដាំឲ្យវាក្តៅនឹងយើងចាក់ចូលមកបងប្អូនយើងចាក់ចូលហើយយើងច្របល់ល្បាយនឹងឲ្យវាសព្វចូលគ្នាទៅបន្ទាប់ពីច្របល់សពហើយយើងធ្វើការដួសដាក់ប្រអប់ឬក៏បងប្អូនមានថង់ដាក់ក្នុងថង់មានដាក់អាចដាក់ឈើក៏បានដែរតែសម្រាប់ខ្ញុំសល់ប្រអប់ច្រើននាងខ្ញុំខ្ជិលញ៉ៃញ៉ៃគឺដាក់ដួសដាក់ក្នុងប្រអប់អញ្ចឹងដើម្បីឲ្យងាយស្រួលញ៉ាំអញ្ចឹងណាបងប្អូនហើយប្រអប់នេះមាន4ជ្រុងអញ្ចឹងក៏វាតំណងដែរអញ្ចឹងខ្ញុំដាក់អត់ឲ្យហៀតពេកទេព្រោះយើងត្រូវខោវាកុំឲ្យវាប្រតិបតាអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់តាមបរិមាណមកល្មមអញ្ចឹងមកដាក់សងខាងអញ្ចឹងមកហើយយើងរបៀបខោបមកវាអត់ហៀអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងដួសដាក់ហើយយើងមកធ្វើការគ្របអញ្ចឹងយើងគ្របទៅតាមប្រអប់នីមួយអញ្ចឹងមកហើយយើងយកទៅដាក់នៅក្នុងទូទឹកកកគឺជាការស្រេចយើងរងចាំប្រហែលជា3ទៅ4ម៉ោងហ្នឹងគឺយើងអាចញ៉ាំបានហើយបងប្អូនតែនេះខ្ញុំអត់ទាន់បានថតដល់ពេលដែលថ្ងៃដែលខ្ញុំញ៉ាំទេនេះខ្ញុំយកវាមកដាក់នៅក្នុងទូទឹកកកអញ្ចឹងណាបងប្អូន